លោកអ្នកនាងជាទីមេត្រីទឹកចំនួនបង្កឲ្យឆ្លងចរន្តអគ្គិសនីឆក់មនុស្សស្លាប់និងរបួស8នាក់នៅក្នុងប្រទេសថៃបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានខៅសតនៅថ្ងៃទី22ខែវិច្ឆិកាទឹកចំនួនធ្ងន់ធ្ងរនៅក្នុងស្រុកនៃប្រទេសថៃបាននាំឲ្យមានការឆ្លងចរន្តអគ្គិសនីដ៏គ្រោះថ្នាក់មួយបណ្ដាលឲ្យប្រជាជនម្នាក់ស្លាប់និង7នាក់ទៀតរងរបួសក្រោយពីហេតុការណ៍ក្រុមអ្នកជួយសង្គ្រោះបន្ទាន់បានប្រញាប់ប្រញាល់បញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យតែជាអកុសលមនុស្សម្នាក់បានស្លាប់មនុស្ស3នាក់ផ្សេងទៀតត្រូវបានធ្វើ CPR ខណៈ4នាក់បានធូរសះស្បើយឡើងវិញចឹងទាក់ទងនឹងបញ្ហាគ្រោះទឹកជំនន់នៅក្នុងប្រទេសថៃយើងឃើញថាបង្កឲ្យមានការឆ្លងចរន្តអគ្គិសនីហើយបណ្ដាលឲ្យមនុស្សស្លាប់នោះចំនួន1នាក់និងរបួស7នាក់នៅក្នុងប្រទេសថៃហើយយើងឃើញថាតាក់ទងទៅនឹងជនរងគ្រោះដែលបានបញ្ជូនទៅមន្ទីរពេទ្យ3នាក់ផ្សេងទៀតនោះគឺកំពុងតែធ្វើ CPR ខណៈ4នាក់នោះគឺបានជាសះស្បើយឡើងវិញហើយអញ្ចឹងគូបញ្ជាក់ថាទឹកចំនួននេះបានកើនឡើងបន្ទាប់ពីបរិមាណទឹកយ៉ាងច្រើនបានហូរពីលើភ្នំធ្វើឲ្យហូរហៀរទំនប់មួយចំនួនចូលទៅក្នុងខេត្តយ៉ាងឆាប់រហ័សផ្លូវថ្នល់នានាបានជន់លិចដែលរំខានដល់ចរាចរណ៍យ៉ាងខ្លាំងមន្ត្រីសង្គ្រោះមហន្តរាយខេត្តនេះបានរាយការណ៍ថាចំពោះខេត្តរងគ្រោះនឹងទឹកជំនន់ទូទាំង12ស្រុកចន្លោះពីថ្ងៃទី17ដល់ថ្ងៃទី20ខែវិច្ឆិកាពេលនេះអាជ្ញាធរថៃកំពុងតែធ្វើការស្ដារសុវត្ថិភាពឡើងវិញនិងប្រមានប្រជាពលរដ្ឋឲ្យទៅឲ្យឆ្ងាយពីប្រភពអគ្គិសនីក្នុងអំឡុងពេលដែលទឹកជំនន់បានឡើងចឹងទាក់ទងនឹងបញ្ហាទឹកជំនន់នេះបងប្អូនបើសិនជាលិចផ្ទះសម្បែងប្រជាពលរដ្ឋចឹងចរន្តអគ្គិសនីយើងតបណ្ដាញគ្រប់ទីកន្លែងបិទគប់បិទអីណាជាហានិភ័យឬក៏យើងត្រូវតែបង្ការកុំឲ្យមានបញ្ហាគ្រោះថ្នាក់ជាយថាហេតុណាមួយដោយប្រទេសថៃឥឡូវហ្នឹងចឹងជួបបញ្ហាគ្រោះទឹកជំនន់ប្រជាពលរដ្ឋហ្នឹងត្រូវឆ្លងអគ្គិសនីហ្នឹងឆក់ស្លាប់ទៀតឥឡូវយើងទៅខាងទេសចរវិញម្ដងយើងឃើញថាជំនះទេសចរនឹង97នាក់ចេញភ្លាមខណៈដែលលិចសាឡាងនៅក្នុងខេត្តត្រាតប្រទេសថៃខេត្តនៅជាប់កោះកុងយើងទេដោយសារលិចសាឡាងអញ្ចឹងភ្ញៀវទេសចរ97នាក់បានអាជ្ញាធរជំនះចេញភ្លាមតែម្ដងយោងតាមការចេញផ្សាយរបស់សារព័ត៌មានបត្យាមែលអ្នកទេសចរ97នាក់ត្រូវបានជួយសង្គ្រោះបន្ទាប់ពីសាឡាងចាប់ផ្ដើមលិចនៅជិតកោះកុដខេត្តត្រាតប្រទេសថៃសាឡាងមួយគ្រឿងបានដឹកអ្នកទេសចរ97នាក់បានចាប់ផ្ដើមលិចនៅជិតកោះកុដនៅក្នុងខេត្តត្រាតបន្ទាប់ពីមានរុនមួយលិចឡើងភ្លាមនៅក្នុងតួសាឡាងនេះកំពុងធ្វើដំណើរពីកោះកុដទៅកាន់ដីគោកត្រាតតែវាចាប់ផ្ដើមលិចនៅម៉ោងប្រហែល 12:30 នាទីបង្ខំឲ្យប្រធានសាឡាងហៅទូរស័ព្ទសង្គ្រោះបន្ទាន់ហើយបេសកកម្មជួយសង្គ្រោះដ៏ធំមួយនេះបានចាប់ផ្ដើមយ៉ាងឆាប់រហ័សដើម្បីជួយជនរងគ្រោះទាន់ពេលវេលាទូកជួយសង្គ្រោះនាវានេសាទនៅក្នុងស្រុកក៏ដូចជាមន្ត្រីបានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុហើយចាប់ផ្ដើមជំនះអ្នកធ្វើដំណើរក្នុងរយៈពេលប្រមាណនាទីនៅម៉ោង 1:40 នាទីរសៀលអាជ្ញាធរថៃបានបញ្ជាក់ថាអ្នកទេសចរទាំង97នាក់ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាពហើយគ្មាននរណាម្នាក់រងរបួសធ្ងន់ធ្ងរនោះទេក្រុមអ្នកជួយសង្គ្រោះក៏បានធ្វើការបូមទឹកចេញពីសាឡាងដែលផ្នែកខ្លះបានលិចក្រោមទឹកចំពោះមូលហេតុនៃការបែកតួសាឡាងនោះនាំឲ្យមានការលិចនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតអញ្ចឹងទាក់ទងនឹងបញ្ហាភ្ញៀវទេសចរដែលគាត់ធ្វើដំណើរពីកោះកុដមកកាន់ដីគោកនៃត្រាតប៉ុន្តែជាអកុសលជួបពេលកណ្ដាលផ្លូវគឺសាឡាងលិចប៉ុន្តែมันមានបញ្ហាគ្រោះថ្នាក់ទៅដល់អាយុជីវិតទៅដល់ភ្ញៀវទេសចរណាមួយទេដោយសារតែអ្នកជួយសង្គ្រោះហ្នឹងគឺបានទៅសង្គ្រោះជនរងគ្រោះហ្នឹងតាន់ពេលវេលាអរគុណដល់លោកស្រីនិងអ្នកកញ្ញាដែលតាមដានស្ដាប់ព័ត៌មានមួយនេះបើមានអ្វីថ្មីខ្ញុំបាទនឹងជម្រាបជូនពុកម៉ែបងប្អូនជាបន្តទៀតផងដែរ